Phone ខ្មែរទាំងអស់គ្នាបើសិនជាគិតថាខ្មែរយើងស្រឡាញ់សន្តិភាពអីគឺសូមមកស្ដាប់ខ្ញុំសិននិយាយពីរឿងជនជាតិវៀតណាមដែលសម្ភាសទៅលើក្មេងស្រីម្នាក់ដែលសួរថាបើសិនជាលុបអ្វីមួយនៅលើពិភពលោកបានតើគាត់ចង់លុបអ្វីហើយក្មេងស្រីម្នាក់ហ្នឹងគឺគាត់ជ្រើសរើសថានឹងលុបប្រទេសកម្ពុជាអញ្ចឹងណាដែលការសម្ភាសនោះវាដូចជាការរៀបចំទុកហើយធ្វើឲ្យបងប្អូនខ្មែរយើងគឺអត់សប្បាយចិត្តនឹងក្មេងស្រីម្នាក់ខ្លាំងមែនតើដែលពួកយើងខំទៅលេងប្រទេសគេអីប្រទេសគេតែបែរជាគេនិយាយបែបហ្នឹងហើយបន្ទាប់មកក៏មានជនជាតិវៀតណាមម្នាក់ហ្នឹងប្រុសគាត់បាននិយាយថាម្នាក់ស្រីហ្នឹងគឺមិនមែនជាជនជាតិវៀតណាមទេគឺក្នុងន័យថាគឺគាត់អត់ចង់ឲ្យមានជនជាតិវៀតណាមអីគិតអញ្ចឹងមកលើប្រទេសកម្ពុជាហើយក៏មានជនជាតិវៀតណាមច្រើនទៅខមមិនស្អប់ស្រីម្នាក់ហ្នឹងដែរអញ្ចឹងសម្ដែងឲ្យឃើញថាអឺជនជាតិវៀតណាមមិនមែនដូចគ្នាទាំងអស់អញ្ចឹងណាគឺគេមានអ្នកខ្លះចូលចិត្តនិយាយទៅដូចតែថៃដូចតែខ្មែរអីហ្នឹងអញ្ចឹងបើសិនជាយើងគិតថាយើងស្រឡាញ់សន្តិភាពអីនឹងឲ្យបើកចិត្តស្ដាប់ដោយភាពវិជ្ជមានទៅកុំឲ្យគិតតែរឿងផ្លូវអាក្រក់ផ្លូវអីទោះបីជាម្នាក់ស្រីហ្នឹងមិនមែនជាជនជាតិវៀតណាមឬក៏ជនជាតិវៀតណាមក៏ពិតមែនក៏ប៉ុន្តែក៏មានជនជាតិវៀតណាមដែលមិនគិតមិនស្របជាមួយនឹងពាក្យសម្ដីក្មេងស្រីនឹងដែរហើយមានឆ្ងល់អត់នៅសុកថោះយើងឆ្លោះមួយផ្ទះលេខ2អញ្ចឹងណាសុកក៏មានទៅរៀលដាវដល់កូរ៉េផងហ៎បន្តិចទៅទាញឡាវចូលបន្តិចទៅទាញវៀតណាមចូលដូចជាមានអារម្មណ៍ថាគេកំពុងតែរៀបចំ plan ឲ្យយើងឆ្លោះជាមួយប្រទេសជុំវិញអញ្ចឹងណាអញ្ចឹងបើសិនជាយើងឆ្លោះគ្នាជាមួយប្រទេសជុំវិញហ្នឹងអញ្ចឹងមានអារម្មណ៍ថាយើងកំពុងតែចូល plan របស់គេហើយព្រោះមិនដឹងថាគេនៅសុកមានរឿងអីបានទៅជាអញ្ចឹងណាហើយអញ្ចឹងហ្នឹងហើយអញ្ចឹងបើសិនជាយើងគិតថាប្រទេសយើងស្រឡាញ់សន្តិភាពប្រជាជនខ្មែរស្រឡាញ់សន្តិភាពយើងធ្វើមិនគឺកាត់បន្ថយការឆ្លោះជាមួយប្រទេសនេះប្រទេសនោះ